នៅលើโลกនេះមានព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយចំនួនដែលទោះជាពេលវេលាកន្លងផុតទៅរាប់សិបឆ្នាំក៏ដោយក៏រូបភាពនិងរឿងរ៉ាវទាំងនោះនៅតែដកជាប់ក្នុងចិត្តមនុស្សជាតិមិនអាចលុបបំបាត់បានឡើយបើគិតមកទល់នឹងឆ្នាំ2026នេះគឺមានរយៈពេល37ឆ្នាំហើយដែលពិភពលោកបានស្គាល់នៅទំព័រប្រវត្តិសាស្ត្រដ៏រំជើបរំជួលនិងក្រៀមក្រំមួយនោះគឺព្រឹត្តិការណ៍នៅទីលានធានអានមិនឆ្នាំ1989តើមានអ្វីកើតឡើងពិតប្រាកដនៅពីក្រោយរឿងរ៉ាវមួយនេះរឿងរ៉ាវទាំងអស់បានចាប់ផ្ដើមឡើងនៅពាក់កណ្ដាលខែមេសាឆ្នាំ1989ក្រោយទទួលមរណភាពរបស់លោកហ៊ូយ៉ាងបាំងដែលជាអតីតមេដឹកនាំបកកុម្មុយនីសចិនម្នាក់មានទំនួលចង់ធ្វើកំណែទម្រង់សង្គមក្រុមនិស្សិតនិងប្រជាពលរដ្ឋស្លូតងជាច្រើននាក់បានចាប់ផ្ដើមមកជួបជុំគ្នាពីមនុស្សមួយក្រុមតូចបានរីកធំឡើងរហូតដល់មនុស្សរាប់សែននាក់មកជុំគ្នាក្នុងទីលានធានអានមិនក្នុងទីក្រុងប៉េកាំងអ្វីដែលពួកគេទាមទារនាពេលនោះមិនមែនជាសង្គ្រាមឡើយតែជាសេរីភាពក្នុងការបញ្ចេញមតិនិងសេរីភាពសារព័ត៌មានការលុបបំបាត់អំពើពុករលួយក្នុងជួររដ្ឋាភិបាលនិងកែតម្រង់ប្រព័ន្ធនយោបាយឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យបន្ទាប់ពីការតវ៉ាដោយសន្តិវិធីបានអូសបន្លាយអស់ពេលជាច្រើនសប្តាហ៍ដោយគ្មានដំណោះស្រាយច្បាប់បញ្ញត្តិសឹកត្រូវបានប្រកាសនៅយប់ថ្ងៃទី3ឈានចូលថ្ងៃទី4ខែមិថុនាឆ្នាំ1989កងទ័ពរួមជាមួយនឹងរថក្រោះនិងអាវុធធុនធ្ងន់បានបើកចូលទៅកាន់ទីលានធានអានមិនដើម្បីជំរះក្រុមបាតកោព្រឹត្តិការណ៍បាញ់បង្ក្រាបដ៏ចាស់ដៃនៅពេលនោះបានធ្វើឲ្យពិភពលោកមានការរន្ធត់ចិត្តជាខ្លាំងមនុស្សជាច្រើនបានបាត់បង់ជីវិតនិងរងរបួសរហូតមកដល់សប្តាហ៍ថ្ងៃនេះទិន្នន័យនៃជនរងគ្រោះពិតប្រាកដនៅតែជាកំបាំងមួយថ្ងៃបន្ទាប់ពីការបង្ក្រាបនៅថ្ងៃទី5ខែមិថុនារូបភាពដ៏ល្បីល្បាញបំផុតនៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិត្រូវបានគេថតទុកនៅក្នុងវីដេអូឯកសារនោះគេឃើញបុរសសាមញ្ញម្នាក់ដៃកាន់ថង់យូពីបានដើរទៅឈរចំពីមុខរថក្រោះដ៏ធំដែលកំពុងបើកចាកចេញពីទីលានទោះបីជារថក្រោះព្យាយាមបើកកិច្ចទៅខាងណាក៏គាត់ដើរទៅពាំងពីមុខមិនឲ្យទៅមុខរួចដែរមកទល់នឹងពេលនេះគ្មាននរណាម្នាក់ដឹងថាគាត់ជានរណាឬមានវាសនាយ៉ាងណាទេបន្ទាប់ពីពេលនោះមកប៉ុន្តែភាពក្លាហានរបស់គាត់បានក្លាយជានិមិត្តរូបនៃការតស៊ូដោយអហិង្សាប្រឆាំងនឹងអំណាចផ្ដាច់ការការរំលឹកអំពីព្រឹត្តិការណ៍នេះមិនមែនដើម្បីបង្កើតការស្អប់ខ្ពើមនោះទេប៉ុន្តែវាជាការឆ្លុះបញ្ចាំងឲ្យមនុស្សចំនួនក្រោយបានរៀនសូត្រនិងយល់ដឹងអំពីតម្លៃនៃសន្តិភាពនិងសេរីភាពដែលយើងកំពុងតែមាននៅថ្ងៃនេះព្រោះការពិតនិងការចងចាំគឺជារបស់ដែលមិនអាចលុបបំបាត់បានឡើយតើអ្នកយល់យ៉ាងណាដែរចំពោះព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយនេះចូលរួមចែករំលែកមតិយោបល់របស់អ្នកនៅខាងក្រោមដោយភាពថ្លៃថ្នូរនិងស្ថាបនា